stop សារមន្ទីររហូតដល់ stop គុណធាវផាក្បួនដង្ហែពៀនបាទពៀនជ័យលិភីគណៈគ្រប់គ្រងល្អគ្រូល្អដូចជាសេវាសាធារណៈល្អបាទស្រីនេះគេថាប៉ាវស៊ីណានបាទមិនលោកស្រីពុទ្ធភាសាទេវិញគ្រូបង្រៀនសាលាបឋមភាសាវត្តវិទ្យាល័យទទួលបានជ័យលាភីលេខ8ជាគ្រូបង្រៀនល្អផ្នែកភាសាខ្មែរលោកស្រីរិទ្ធិតាគ្រូបង្រៀនសាលាបឋមសិក្សាវត្តវិទ្យាល័យបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ3ផ្នែកគ្រូបង្រៀនដែលមានទេពកោសល្យនិងមានគំនិតច្នៃប្រឌិតនៅក្នុងការបង្រៀនបច្ចេកវិទ្យាព័ត៌មាននៅក្នុងថ្នាក់រៀនជ័យលាភីដាក់ការគម្រោងរួមមានសាលាមត្តេយ្យការជំនាញដឹកនាំក្នុងឆ្នាំ2023-2024សាលាបឋមសិក្សាស្វ័យបង្គំទទួលជ័យលាភីសាលាគម្រោងក្នុងឆ្នាំសិក្សា2023-2024សាលាបឋមសិក្សាទាបាញ់គម្រោងស្រុកពោធិ៍ទទួលជ័យលាភីសាលារៀនគម្រោងក្នុងឆ្នាំសិក្សា2023-2024សាលាបឋមសិក្សាដូនស្វាស្រុកពោធិ៍ទទួលជ័យលាភីសាលារៀនគម្រោងក្នុងឆ្នាំសិក្សា2023-2024វិទ្យាល័យកំពង់ក្តីស្រុកជីក្រែងទទួលជ័យលាភីសាលារៀនគម្រោងក្នុងឆ្នាំសិក្សា2023-2024វិទ្យាល័យកំពង់ក្តីស្រុកជីក្រែងទទួលជ័យលាភីសាលារៀនគ